ច្រើនពញញងប្រុសស្រីដែលស្នេហាវិស័យកលាទូកមួងទូកអ៊ំពហើយទូកទាំងពីរនេះជាទូករបស់វត្តសូរិយាពោធិមាសហៅវត្តក្តីចាស់ហើយទូកនេះគឺមាន2ទូកទី1នោះព្រាមឈ្មោះថារស្មីពេញតារាសម័យតេជោគឺពណ៌ខៀវហើយសម្រាប់ពណ៌ក្រហមនេះសូរិយាពោធិមាសមានជ័យបារមីលោកតាសម្ដេចកែវហើយទូកទាំងពីរនេះគឺនៅក្នុងវត្តសូរិយាពោធិមាសហៅវត្តក្តីចាស់សង្កាត់បាក់ខែងខណ្ឌជួរចង្វារាជធានីភ្នំពេញហើយដំបូងនោះគឺទូកនោះមានតែមួយទេហ្នឹងហើយមានតែមួយទេគឺលោកតាសម្ដេចកែវបន្តមកទៀតបានហើយយកទូកមកមួយទៀតដែលមានឈ្មោះថារស្មីពេញតារាសម័យតេជោហ្នឹងហើយបន្តមកគឺទូកនេះបានហើយវឹកហាត់ហើយបានទៅលេងនៅពីមហើយឥឡូវនេះគឺបានយកចូលរោងជ័យវិញហើយបន្ទាប់ពីប្រណាំងប្រកួតរយៈពេល3ថ្ងៃនៅពីមហើយទៅមើលក្បាច់និងរចនាក្បាច់វិញគឺស្អាតមែនតើស្រស់ស្អាតមែនតើមើលមកគឺមានអារម្មណ៍មួយថាឲ្យស្រស់ហ្នឹងហើយគឺស្អាតក្បាច់ដំបូងគឺទូកវត្តនេះគឺមានតែមួយទេគឺលោកតាសម្ដេចកែវហើយបានបន្តមកទៀតបានមានគេប្រគេនលោកគ្រូវត្តក្តីចាស់មួយទូកទៀតដែលមានឈ្មោះថារស្មីពេញតារាសម័យតេជោពោវត្តក្តីចាស់នេះគឺទើបតែនឹងលេង2ឆ្នាំហ្នឹងទេបើតាមអាត្មាដឹងដូចជា2024 25ហ្នឹងហើយ2024ហ្នឹងគឺមានតែលោកតាសម្ដេចកែវមួយទេ2025ទើបមានរស្មីពេញតារាសម័យតេជោនេះមួយទូកទៀតពោហើយចំណោះនោះគឺថ្មីសុទ្ធតែម្ដងចំណោះគឺថ្មីតែបើតាមដំណឹងឮមកថាទូកទាំងពីរនេះគឺរត់ដូចគ្នាតែដោយសារកម្លាំងចំណោះថ្មីគឺអត់ទាន់ស្គាល់ចិត្តទូកអញ្ចឹងណា